ជំនួយការប្រើប្រាស់ថ្នាំសម្រាប់ដោយសារខ្ញុំទទួលបានព័ត៌មានប្អូនផងម្នាក់ឈ្មោះដាណេគាត់នៅខាងស្វាយរៀងហើយគាត់ជា fan ម្នាក់ដែរដែលតែងតែតាមដានរាល់វីដេអូ TikTok ដែលនាងខ្ញុំតែងតែចែករំលែកគឺគាត់មានមិត្តភ័ក្តិចាស់ដែលគាត់ប្រើប្រាស់ថ្នាំសម្រាប់ហើយមានការប្រតិកម្មរហូតដល់ប្រកាច់ខុសពីធម្មតាអញ្ចឹងក្នុងប្រធានបទមួយនេះគឺខ្ញុំលើកយកមកចែករំលែកឲ្យបងប្អូនទាំងអស់គ្នាបានដឹងថាតើការប្រើប្រាស់ថ្នាំសម្រាប់ហ្នឹងវាប៉ះពាល់អ្វីខ្លះមុននឹងយើងប្រើគឺយើងត្រូវដឹងព្រោះហងថ្ងៃនេះក៏នៅតែមានអ្នកប្រើដែរជាពិសេសអ្នកដែលនិយមមានដៃគូច្រើននឹងចង់រស់នៅជាមួយគ្នាបានយូរស្ត្រីឬក៏បរិសុទ្ធបើសិនជាប្រើប្រាស់ថ្នាំសម្រាប់ហើយផលប៉ះពាល់ទី1អាការៈមួយចំនួនដែលវាស្ដាយឲ្យយើងឃើញទី1គឺបង្កាច់ខុសពីធម្មតាក្តៅក្បាលឈឺក្បាលស្វាំងភ្នែកក្អួតចង្អោររីករូសខុសប្រក្រតីថប់ដង្ហើមស្ទះខ្យល់អាចនឹងមានបញ្ហាដោះបេះដូងទៀតបន្ទាប់ពីប្រើថ្នាំនឹងហើយទៅជាក្តៅរោរាពេញខ្លួនស្វាំងភ្នែកឈឺដើមទ្រូងឈឺក្បាលងងឹតមុខក្អួតចង្អោរថប់ណែនចង់ដង្ហើមពិបាកដកខ្យល់អាចនឹងស្ទះដល់បេះដូងទៀតអញ្ចឹងការប្រើប្រាស់ថ្នាំសម្រាប់នេះបងប្អូនត្រូវដឹងមុននឹងប្រើថាវាជាឥទ្ធិពលនឹងមានបញ្ហាអ្វីខ្លះមិនមែនចេះតែប្រើទេថ្នាំសម្រាប់មួយថ្នាំ72ម៉ោងនេះមួយប្រើកាន់តែច្រើនកាន់តែមានផលប៉ះពាល់អញ្ចឹងមុននឹងប្រើប្រាស់ត្រូវសិក្សាឲ្យបានច្បាស់ហើយជាពិសេសសម្រាប់អ្នកដែលប្រើប្រាស់ថ្នាំសម្រាប់ភាគច្រើនគឺអ្នកដែលមានដៃគូអញ្ចឹងប្រយ័ត្នបន្តិចប្រឈមជំងឺកាមរោគដូចជាប្រមេះទឹកបាយប្រមេះទឹកថ្លាសេកមាន់មេរោគស្វាយជាពិសេសពពួកមេរោគទាំងអស់ហ្នឹងវាជាពពួកមេរោគ HPV ដែលងាយបង្កកើតហានិភ័យមហារីកណាស់បើកើតសេកមាន់ដំបៅនៅកន្លែងណាកើតមហារីកនៅកន្លែងហ្នឹងជាពិសេសគឺមានលុយឲ្យព្យាបាលជាទៀតគឺជំងឺមួយហ្នឹងវាមាននៅក្នុងខ្លួនយើងពេញមួយជីវិតតែម្ដងមានតែការដុតការចាក់វ៉ាក់សាំងការលេបថ្នាំការផ្លាស់ប្ដូរទម្លាប់ការរស់នៅមួយចំនួនទៀតទើបអាចទប់ស្កាត់បាននៅជាមួយគ្នាអត់សូវមានទឹកលំអិលមានអារម្មណ៍មានចំណង់រស់នៅជាមួយគ្នាធម្មតាប៉ុន្តែពេលដែលយើងរស់នៅជាមួយគ្នាយូរទៅជាស្ងួតទៅអត់សូវមានសំណើមបងស្ត្រីមួយចំនួនទៅជាក្តៅហើយនៅជាមួយគ្នាហើយចាប់ផ្ដើមហើមនៅទ្វារវាបន្ទាប់ពីហើមហើយស្អែកឡើងទៅជាមានការធ្លាក់សកកដុំទៅជារមាស់ទៅជារលាកទៅជាធំក្លិនចាហើយចំពោះបរោះវិញគឺពេលដែលនៅជាមួយគ្នាហើយមានអារម្មណ៍ថាក្តៅទៅជារលាករលាត់ស្បែកចុងឡើងក្រហមកទួលបកស្បែកក៏មានដែរអញ្ចឹងបើសិនជាបងដែលកំពុងតែរស់នៅជាមួយដៃគូរស់នៅជាមួយស្វាមីគ្រួសារយើងនេះមានករណីនឹងកើតឡើងនោះបញ្ជាក់ថាទី1វាជារោគសញ្ញានៃភាពស្ងួតទ្វារមាសរបស់ស្ត្រីទី2វាតកតងមួយការរលាកទ្វារមាសរបស់ស្ត្រីទៅធ្វើឲ្យស្ត្រីមានការឈឺចាប់ការហើមយើងនៅជាមួយគ្នាហើយទៅជាមានការក្តៅបែបនេះវាតកតងជាមួយបញ្ហាមួយចំនួន